ម៉ែកូនបឺតមកពីថៃមកដល់ខ្មែរវិញក៏អត់មានទំនេរដៃទំនេរជើងដែរអ្នកទាំងអស់គ្នាដោយសារឃើញស្វាយវាទុំច្រើនពេកស្វាយទុំបែបធម្មជាតិតែធ្វើបាយដំណាប់ស្វាយទុំឲ្យពុកហូបធ្វើចែកក្មេងៗហូបព្រោះយើងថាអត់មានចាំបាច់ឲ្យទិញស្វាយទុំចាំបាច់ឲ្យទិញអង្គតំណាប់អីដូចនៅស្រុកថៃចង់ធ្វើគឺទិញគេទាំងអស់នេះដើមស្វាយតែម្ដងហ្នឹងអ្នកទាំងគ្នានិយាយពីថាផ្លែហូបមិនអស់ទិញអង្គតំណាប់វិញក៏មានខ្លួនឯងស្រាប់ដែរអ្នកទាំងអស់គ្នាមានចាំបាច់ដើររកទិញគេអស់លុយតែនេះម៉ែកូនបឺតដាក់ចំនួន10កំប៉ុងតែម្ដងអង្គតំណាប់មុននឹងយើងយកវាទៅដាក់ចំហុយអង្គតំណាប់ហ្នឹងយើងលាងទឹកវាឲ្យស្អាតហើយយកទៅដាក់ត្រាំទឹកចោល 3-4 ម៉ោងចាំយើងយកមកដាក់ចំហុយយើងត្រាំទឹកបាន 3-4 ម៉ោងហើយយើងលាងទឹកវាសម្អាតមួយសាទៀតហើយយកមកដាក់ចំហុយហើយសម្រាប់ការចំហុយហ្នឹងគឺចំហុយរយៈពេល20នាទីនៅពេលដែលយើងដាក់ចំហុយវាបានគ្រប់10នាទីយើងចាប់ផ្ដើមបើកវាមើលហើយត្រឡប់បាយគេហៅថាលាក់បាយដើម្បីឲ្យវាឆ្អិនទាំងសងខាងឆ្អិនឲ្យវាសព្វកន្លែងទាំងអស់របស់យើងត្រឡប់វាបែបហ្នឹងមកហើយយើងដាក់ចំហុយវាចំនួន10នាទីទៀតទាំងអស់គឺ20នាទីបាយដំណើបរបស់យើងគឺឆ្អិនល្មមឥឡូវបាយដំណើបរបស់យើងគ្រប់20នាទីគឺឆ្អិនរួចរាល់ហើយអ្នកនរគ្នាយកមកឆ្អិនល្មមបែបនេះឃើញទេអង្គសុកស្រែយើងគឺបែបហ្នឹងឯងហើយយើងចាប់ដើមយកបាយយកមកចាក់ទុកឲ្យវាត្រជាក់ម្ដុំសិនអ្នកទាំងអស់គ្នានេះផ្លែស្វាយបាយដំណើបនោះក្មេងៗអង្គុយមើលយើងចាក់បាយដំណើបហ្នឹងទុកឲ្យវាត្រជាក់សិនយើងទៅធ្វើទឹកស្ករការធ្វើទឹកស្ករយើងប្រើខ្ទិះដូងប្រភេទនេះអ្នកនរគ្នាបានទឹកស្កររបស់យើងរសជាតិឆ្ងាញ់ហើយបើសិនជាបានដូងសុទ្ធយកមកធ្វើទៀតហ្នឹងកាន់តែឆ្ងាញ់កាន់តែខ្ទិះថែមទៀតដែរអ្នកនរគ្នាហើយសម្រាប់ស្ករសយើងប្រើចំនួន1គីឡូដាក់ស្ករសហើយកុំភ្លេចដាក់អំបិលបន្តិចផងដើម្បីឲ្យខ្ទិះដូងរបស់យើងហ្នឹងកាន់តែចាប់ជាតិហើយយើងកូរវាឲ្យរលាយតិចមកហើយចាំយើងយកស្លឹកតើយយកមកដាក់បន្តិចដើម្បីឲ្យខ្ទិះដូងកាន់តែឈ្ងុយហើយមានរសជាតិឆ្ងាញ់ហើយនេះគឺជាម្សៅឆាយើងដាក់មកស្លាបព្រាឡូតទាំងមកហើយដាក់ទឹកវាបន្តិចបានហើយយើងកូរវាឲ្យរលាយជាមួយទឹកចាំយើងយកទៅចាក់ចូលនៅក្នុងខ្ទិះដូងយើងអំបាញ់មិញហ្នឹងហើយយើងកូរវាឲ្យរលាយជាមួយខ្ទិះដូងបន្តិចមកទុកតាមពុះមកបានហើយគឺឆ្អិនរួចរាល់ស្កររឿងត្រជាក់បន្តិចហើយយើងដួសយកមកដាក់នៅក្នុងបាយដំណើបហើយដួសមើលបងលេីលោកមើលតែតាមហ្នឹងកំណាក់ច្រើនពេកដាក់ច្រើនពេកទៅបាយដំណើបយើងវាឡើងជ្រាយអញ្ចឹងវាមិនងាយជ្រាបចូលជាមួយនឹងទឹកស្ករដាក់មកល្មមមកប៉ែល្មមបានហើយមកប៉ុណ្ណឹងបានហើយអ្នកនរគ្នាមើលតាមម៉ែកូនបឺតធ្វើណាប៉ុណ្ណឹងយើងទុកវារយៈពេល1ម៉ោងមកហើយយើងយកកម្របឬក៏កសែងអីមួយយកមកគ្របវាឲ្យជិតទុករយៈពេល1ម៉ោងគឺទឹកស្កររបស់យើងជ្រាបចូលជាមួយនឹងបាយដំណើបក្រោយពីយើងទុករយៈពេល1ម៉ោងនេះទឹកស្កររបស់យើងជ្រាបចូលជាមួយនឹងបាយដំណើបល្អមែនទែនហើយយើងយកល្ងដែលយើងបានលីងហើយនឹងលីងឡើងឈ្ងុយចាំយកមកដាក់ចូលជាមួយនឹងបាយដំណើបរបស់យើងហើយយើងកូរល្ងឲ្យចូលជាមួយនឹងបាយដំណើបឲ្យល្អមកប៉ុណ្ណឹងយើងអាចដួសធ្វើបាយដំណើបស្វាយទុំហូបជាមួយនឹងស្វាយទុំបានហើយអ្នកនរគ្នាឃើញទេតំណងមែនទែនឥឡូវយើងចាប់ផ្ដើមចិត្តផ្លែស្វាយមកអ្នកនរគ្នានិយាយថាស្វាយទុំដើមស្វាយទុំធម្មជាតិបន្ទុំបែបធម្មជាតិស្វាយយើងដាំខ្លួនឯងផ្ទាល់អញ្ចឹងនិយាយពីថារសជាតិរបស់វាឆ្ងាញ់មែនទែនដល់ខ្ញុំទិញគេនៅថៃយកមកធ្វើរៀងសាបស្វាយទុំគេនេះយើងស្វាយទុំធម្មជាតិខ្លួនឯងចេះទុំដើមចេះយកមកបន្ទុំបែបតែមួយថ្ងៃពីរថ្ងៃគឺវាទុំហើយអ្នកនរគ្នានិយាយពីថារសជាតិវិញផ្អែមឆ្ងាញ់មែនទែនហូបជាមួយនឹងបាយដំណើបបែបនេះទៀតរឹតតែចូលជាតិគ្នាតែម្ដងអ្នកនរគ្នាហើយយើងចិត្តអត់មានក្បាច់ក្បោអីវែងឆ្ងាយទេអ្នកនរគ្នាព្រោះថាយើងធ្វើចែកអ្នកភូមិចែកចាស់ចែកកូនក្មេងៗហូបនៅចិត្តគ្នានឹងឯងអញ្ចឹងហាត់ចាំបាច់ធ្វើក្បាច់ក្បោចិត្តក្បាច់ក្បោស្អាតទេអានេះរៀបចំឲ្យពុកហូបមុនគេពុកភ្លក់មុនគេរួចហើយយើងដួសទឹកស្កររោយពីលើបាយដំណើបរោយពីលើផ្លែស្វាយយើងតិចមកអ្នកនរគ្នាឃើញទេតំណងមានលៀបណានេះណាឆ្ងាញ់ណាស់ពុកឆ្ងាញ់ណាស់ឆ្ងាញ់យកសំចាយពុកហូបដៃទៅហូបដៃឃើញដៃមកដៃប៉ឲ្យយកអូជឹបចាយជឹបបងប្អូនអើយបាយស្នឹបបាយទុំឆ្ងាញ់ណាស់ឆ្ងាញ់នំហ៊ានលៀបមិនមែនរៀបចំឲ្យពុកហូបរួចហើយឲ្យក្មេងៗហូបម្ដងអ្នកគ្នាក្មេងៗចូលទៅយកចានមកដាក់ដួសខ្លួនឯងយើងក្មេងៗនេះឡើងញឹមមកអត់ដែលហូបវាសួរដែលហូបអត់ដែលហូបទេអត់ដែលហូបហើយក៏អត់ដែលស្គាល់ដែរក្មេងៗអ្នកទាំងគ្នាអញ្ចឹងយើងធ្វើឲ្យពួកគាត់ហូបម្ដងតែក្មេងៗរឿងផ្លែស្វាយអត់សូវចូលចិត្តហូបម៉ែនៃអ្នកទាំងគ្នាហូបតែបាយដំណើបហ្នឹងឯងថាបាយដំណើបឆ្ងាញ់តែផ្លែស្វាយវិញគាត់ថាដែលហូបតែដែលហូបបាយដំណើបបែបនេះថាហូបបាយដំណើបអញ្ចឹងឆ្ងាញ់មួយយ៉ាងដែរតែពួកគាត់អត់សូវចេះហូបផ្លែស្វាយម៉ែទេក្មេងៗគឺតែប៉ុណ្្នឹងឯងអ្នកទាំងគ្នាឃើញចំណៃណាផ្លែហ្នឹងចង់ហូបឲ្យហូបក៏មិនហូបមិនច្រើនប្រហែលតែ1ម៉ាត់2ម៉ាត់ហ្នឹងឆ្អែតឈប់ហូបអស់ហើយអ្នកនរគ្នានេះក៏រៀបចំដួសដាក់ប្រអប់បែបនេះដើម្បីយកទៅចែកចាស់នៅក្នុងភូមិអ៊ំនៅក្នុងភូមិអ៊ំនៅជិតផ្ទះហើយនឹងអ្នកនរគ្នានេះដាក់ប្រអប់បែបនេះហើយប្រអប់នេះដើររត់ទិញតម្រាំតបានព្រោះថានៅផ្ទះម៉ែកូនបឺតនេះរៀងនៅឆ្ងាយពីខេត្តអញ្ចឹងតែពិបាករត់ទិញអីវ៉ាន់បន្តិចធ្វើអីពិបាករត់ទិញអីវ៉ាន់បន្តិចអ្នកនរគ្នាតែរឿងគ្រឿងផ្សំអីមិនបាច់ដើររត់ទិញនៅជុំវិញផ្ទះរបស់ពុកហ្នឹងគឺមានទាំងអស់តែម្ដងហើយបើសម្រាប់ក្មេ
ក្មេងៗមិញម្នាក់បាន3 4ប្រអប់ទៅក្នុងមួយគ្រួសារមានប្រមាណអ្នកឲ្យប៉ុណ្ណឹងទៅយកចាយម្នាក់មកប្រអប់នឹងអ្នកទាំងអស់គ្នាក្នុងមួយគ្រួសារមានគ្នាប្រមាណអ្នកក៏ឲ្យទៅប៉ុណ្ណឹងប្រអប់ដើម្បីឲ្យចាយគ្នាគ្រប់ចុងក្រោយក៏អរគុណទៅដល់អ្នកទាំងគ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់ Michael Bird តាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាបាយបាយ